ត្រីអាំងអប់គ្រឿងតែខ្ញុំចូលចិត្តញ៉ាំត្រីប៉ុន្តែបើពេលយើងញ៉ាំញយពេកទៅវាអាចទ្រាំហើយអាចញ៉ាំមិនចូលអញ្ចឹងខ្ញុំចូលចិត្តរកវិធីអីដែលប្លែកៗដើម្បីធ្វើកុំឲ្យយើងទ្រាំហើយយើងអាចញ៉ាំទៅឆ្ងាញ់ខ្ញុំមានត្រីមួយក្បាលខ្ញុំកាត់ជា3ព្រោះអីវែងពេកយើងមិនអាចដាក់ក្នុងឆ្នាំងអាវិនរបស់យើងចុះទេអញ្ចឹងខ្ញុំកាត់ទាំងអស់គ្នាចង់យកត្រីអីក៏បានដែរប៉ុន្តែយកត្រីរៀងមានជាតិខ្លាញ់វាឆ្ងាញ់ជាងជាមួយគ្រឿងរបស់យើងដំបូងឡើយខ្ញុំប្រឡាក់អំបិលបន្តិចប៊ីចេងបន្តិចហើយខ្ញុំប្រឡាក់ជាមួយស្លឹកក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសហើយនិងម្ទេសខ្ញុំច្របាច់ចូលគ្នាឲ្យវាចូលជាតិមួយសន្លឹកប្រហែលជា10នាទីឬក៏20នាទីក្រោយមកបានខ្ញុំយកគ្រឿងដែលខ្ញុំបុកហ្នឹងយកមកប្រឡាក់ចូលជាមួយត្រីរបស់យើងហើយខ្ញុំបន្ថែមស្ករបន្តិចយើងដាក់ស្ករបន្តិចទៅព្រោះយើងអាំងឯងអញ្ចឹងអត់ពិបាកខ្លោចឬក៏អីដូចយើងចៀនហើយអាកាយយើងប្រឡាក់គ្រឿងនេះរៀងមានជាតិផ្អែមតិចបានឆ្ងាញ់តបមកខ្ញុំយកជាមួយដាក់ជាមួយអាឡូមីញ៉ូមខ្ញុំខ្ចប់វាឲ្យជិតចឹងទៅយើងខ្ចប់វាអញ្ចឹងយើងយកទៅអាំងវាមួយសន្ទុះសិនដើម្បីឲ្យវាងុំសាច់យើងឆ្អិនឈ្ងុយនៅខាងក្នុងសាច់ហ្នឹងសិនណាបន្ទាប់មកបើសិនជាយើងចង់ឲ្យត្រីនឹងរៀងក្រៀមយើងអាចចំហវាហើយយើងអាំងវាបន្ថែមទៀតទៅព្រោះអីបើយើងចង់ឲ្យសាច់ត្រីនឹងក្រៀមយើងអាសាឆេកមើលវាទៅយើងដាក់អង្សា180អង្សាហើយកណ្ដាប់នាទីតាមនឹងទាំងអស់គ្នាហើយអាសាឆេកមើលតើត្រីនឹងវាឆ្អិនយើងយកអីចាក់វាទៅតើវាធ្លុះដល់ក្រោមគឺវាឆ្អិនហើយមួយវិញទៀតក៏សូមទោសបងប្អូនអរគ្នាដែលមើលវីដេអូខ្ញុំពីដើមដល់ចប់ព្រោះអីវីដេអូខ្ញុំអត់មានខ្នាតមានបង្វាស់អីទេពេលខ្លះធ្វើឲ្យបាននឹកឃើញថតព្រោះអីរវល់ផងអីផងឆ្លៀតដល់អញ្ចឹងភ្លេចច្រើនណាបងប្អូនអើយព្រោះអីខ្ញុំគិតថាបងអូនច្បាស់ជាយល់ហើយនឹងដឹងច្រើនព្រោះមុខម្ហូបមួយយើងចូលមើលយើងឲ្យតែយើងដឹងគ្រឿងមានអីខ្លះហើយធ្វើពីណាទៅណាមុនទៅគឺអាចធ្វើញ៉ាំបានហើយវាអត់មានអីម្បាក់ទេហើយមួយទៀតមនុស្សយើងអាចនឹងមានរសជាតិខុសគ្នាมันអាចថារសជាតិត្រូវគ្នាទាំងអស់ទេមែនទេមានតែការភ្លក់ថែមថយតាមចំណង់ចំណូលចិត្តតែប៉ុណ្្នឹងឯងអរគុណជម្រាបលា